បាទសូមជម្រាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាដែលចូលចិត្តដាំដុះដំណាំបន្លែហើយជាទូទៅបងប្អូនមួយចំនួនគាត់ដាំនៅតាមវាលស្រែហើយអត់មានប្រើប្រាស់កស៊ូអត់មានប្រើប្រាស់អីទេយើងបូមទឹកប្រហូរដាក់ចន្លោះរងប៉ុន្តែនៅក្នុងដំណាក់កាលនេះបងប្អូនគួរតែប្រើប្រាស់កស៊ូគ្របរងដើម្បីជាប្រយោជន៍ច្រើនមែនតើសម្រាប់បងប្អូនទីមួយយើងក្រាលកៅស៊ូម្ដងយើងអាចដាំបាន3ដងដាំបាន3ប្រភេទដំណាំហើយបងប្អូនកាត់បន្ថយនៅចំណាយកម្លាំងពលកម្មព្រោះកម្លាំងពលកម្មតែកាលណាយើងធ្វើរោងញឹកវាត្រូវការភ្ជួររាស់ត្រូវការលើករោងញឹកហើយបើសិនជាយើងធ្វើក្រាលកៅស៊ូដូចនៅក្នុងរូបភាពនេះបងប្អូនធ្វើម្ដងអាចដាំបាន3ដងអញ្ចឹងយើងអាចដាំពពួកត្រសក់ម្រះតឡាចស្បែកគួរហើយដំណាំអីផ្សេងទៀតដូចជាត្រប់អីជាដើមហើយយើងមានភាពងាយស្រួលច្រើនទី1យើងអាចរក្សាសំណើមដីបើសិនជាអាកាសធាតុក្តៅខ្លាំងហើយកាត់បន្ថយការរំហួតនៃពពួកជីមួយចំនួនដូចជារ៉េជាដើមហើយមួយទៀតបើសិនជាមានភ្លៀងធ្លាក់ខ្លាំងជោគជាំបងប្អូនលើករងដូចនៅក្នុងវីដេអូនេះហើយយើងក្រាលកៅស៊ូទៀតទឹកវាអត់អាចជ្រាបចូលនៅក្នុងរងបានទេបើសិនជាជ្រាបក៏វាមានកម្រិតតិចធ្វើឲ្យដំណាំយើងនៅអាចលូតលាស់បានល្អវាមិនជាំទឹកហើយអ្វីដែលសំខាន់បំផុតគឺស្មៅបើសិនជាបងប្អូនអត់ក្រាលកៅស៊ូស្មៅដុះខ្លាំងយើងពិបាកក្នុងការដកអញ្ចឹងបងប្អូនគួរតែគិតនៅចំណុចនេះហើយបើសិនជាបងប្អូនប្រើប្រាស់កៅស៊ូគួរតែប្រើប្រាស់កៅស៊ូប្រភេទរៀងល្អបន្តិចបាទថ្មីត្បិតតែតម្លៃថ្លៃប៉ុន្តែយើងធ្វើដាក់កៅស៊ូល្អវាប្រើបានយូរ3ដង4ដងដូចកៅស៊ូខ្ញុំពងថតនេះអានេះវារយៈពេលខ្ញុំដាំ3ដងហើយអានេះសារទី4ហើយប៉ុន្តែវានៅប្រើបានអញ្ចឹងក៏យើងយកមកដាក់ទៅដោយសារវាប្រភេទស្វិតហើយបើសិនជាយើងកាត់ចំណាយ3ដងវាចំណេញជាងអញ្ចឹងជាយោបល់របស់ខ្ញុំបងប្អូនគួរព្យាយាមប្រើកៅស៊ូដែលល្អបាទកៅស៊ូល្អពេលដែលយើងរើក៏ងាយរើដែរព្រោះវាក្រាស់យើងងាយផើចចេញពីចកាតែបើកៅស៊ូមិនល្អទេបងប្អូនពិបាកតិចហើយពិបាកត្រង់ថាពេលយើងរើជាប់ស្មៅជាប់អីយើងផូចវាអត់ចេញទេអត់ចេញពីចកាអញ្ចឹងវាសល់កាកសំណល់កៅស៊ូច្រើននៅក្នុងរងបាទអញ្ចឹងខ្ញុំគិតថាវីដេអូជំហានដំបូងនេះខ្ញុំបង្ហាញអត្ថប្រយោជន៍ប៉ុណ្ណឹងទេហើយបងប្អូនមានចម្ងល់អាចសាកសួរខ្ញុំបន្ថែមបាទហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតទាក់ទងមួយបច្ចេកទេសដាំដុះដើម្បីឲ្យបងប្អូនថ្មីឬក៏បងប្អូនអ្នកដាំចាស់ដែរតែគាត់មិនទាន់បានអនុវត្តនៅបច្ចេកទេសប្រព័ន្ធតំណក់ទឹកហើយជារួមការប្រើប្រាស់ប្រព័ន្ធតំណក់ទឹកយើងចំណេញច្រើនបាទហើយអរគុណច្រើនខ្ញុំមានប៉ុណ្ណឹងសម្រាប់បងប្អូន